ជំរាបសួរអ្នកទាំងអស់គ្នាសប្តាហ៍នេះយើងនឹងមកជួបជាមួយនឹង Charon អ្នកចៅទូកដឹកប្រលឹងក្នុងឋាន Hades ឬក៏ Underworld នៃទេវកថាក្រិចមិនត្រឹមតែទេវកថាក្រិចនោះទេសូម្បីតែទេវកថាម៉ាសូប៉ូតាមីក៏មានការយល់ឃើញថានៅក្នុងឋាននរកមុននឹងប្រឡឹងចូលទៅកាន់សាលកាត់ក្តីរបស់អាទិទេពនរក Hades កន្លែងកំណត់អំពើបាបនិងបុណ្យចុងក្រោយរបស់មនុស្សគេត្រូវតែធ្វើការឆ្លងទឹកទន្លេ Styx ឬក៏អាជរុនជាមុនសិន Styx ជាទន្លេដ៏សំខាន់មួយក្នុងចំណោមទន្លេទាំង4ផ្សេងទៀតនៃ Underworld ដែលមាននីតិជាព្រំដែនខណ្ឌឋានរបស់មនុស្សរស់និងប្រឡឹងឲ្យដាច់ចេញពីគ្នាព្រមទាំងជាផ្លូវឆ្លងរបស់ប្រឡឹងមកកាន់សាលនៃការកាត់ក្តីមានតែប្រឡឹងមនុស្សដែលបានធ្វើបុណ្យសពតាមទំនៀមទម្លាប់ប៉ុណ្ណោះដែលអាចដឹងខ្លួនឡើងនៅតាមមាត់ទន្លេ Styx ពេលដឹងខ្លួនមកហើយប្រឡឹងទាំងអស់ត្រូវតែធ្វើការរងចាំទូកមួយមកយកពួកគេទៅរក Hades នៅលើទូកឈើចាស់នឹងមានរូបរាងបុរសចំណាស់មានមាឌធំមាំស្លៀកសម្លៀកបំពាក់ពណ៌ត្នោតជួនកាលគេបង្ហាញខ្លួនឲ្យមានពុកមាត់ក្រាស់និងស្បែកសស្លេកស្លាំងនៅដៃខាងស្ដាំមានកាន់នៅចៅធំមួយចៅទូកមកដល់កាលណាគេនឹងហុចដៃខាងឆ្វេងទៅទទួលប្រឡឹងមកឡើងលើទូកនេះបើយើងមើលតាមរូបភាពលើថូដែលរៀបរាប់ពីពិធីបុណ្យសពក្នុងសតវត្សទី4ទៅទី5មុនគ្រិស្តសករាជចំពោះក្នុងទេវកថារបស់ Astrakhan នៃអ៊ីតាលីវិញអ្នកចៅទូកនេះបានបង្ហាញខ្លួនជាបុរសមាឌធំដូចគ្នាតែគេមានផ្នែកធំមានពន្លឺត្រជាវែងក្នុងដៃមានកាន់នៅញញួរថែមទាំងមានសត្វពស់នៅព័ទ្ធជុំវិញដើមដៃទៀតផងបុរសចំណាស់នេះមានឈ្មោះថា Charon ឬក៏ Charon គេជាសៃផើឈុំឬក៏អ្នកចៅទូកCharon មានភាពយូនីកមែនទែនក្នុងពេលតែមួយគេអាចជាអាទិទេពអាចជាប្រលឹងហើយក៏អាចជាបិសាចនិងរត់តែពិសេសជាងនេះទៀត Charon គឺជាកូនរបស់អាទិទេពដំបូងគេបង្អស់ក្នុងលោកគឺ Nyx អាទិទេពនៃពេលរាត្រីនិង Erebus អាទិទេពនៃអន្តកាលនាំឲ្យ Charon មានអាយុកាលដ៏យូរលង់ច្រើនជាងអាទិទេពទាំងអស់របស់ Olympus Charon មិនត្រឹមតែជាអ្នកចែវទូកឆ្លងកាត់ទន្លេ Styx និងអាជរុនប៉ុណ្ណោះទេអាទិទេពនេះក៏ជាអ្នកចែវទូកឆ្លងកាត់ទន្លេ3ផ្សេងទៀតផងដែរក្នុង Underworld នេះដើម្បីអាចឆ្លងកាត់ទន្លេបានប្រឡឹងត្រូវតែបង់ថ្លៃឈ្នួលមកកាន់ Charon ក្នុងប្រឡឹងម្នាក់ត្រូវបង់ឲ្យ Charon 1កាក់ Obel ជាកាក់បុរាណក្នុងតម្លៃ1កាក់អាចស្មើនឹង6កាក់ត្រាស្មាឬក៏ស្មើនឹង$10បើយើងគិតមកដល់បច្ចុប្បន្ននេះក៏ជាមូលហេតុដែលបង្កើតឲ្យមានទំនៀមទម្លាប់ក្នុងការដាក់កាក់អូបែលចូលទៅក្នុងមាត់របស់សាកសពមុនពេលធ្វើការបញ្ចុះចំពោះប្រឡឹងណាដែលមិនបានឲ្យថ្លៃឈ្នួលទូកមក Charon គេនឹងត្រូវវល់នៅតាមមាត់ទន្លេ Styx ជាច្រើនពាន់ឆ្នាំឬក៏ពេលខ្លះប្រឡឹងទាំងនោះក៏ត្រូវបានត្រឡប់ចូលទៅកាន់ឋានមនុស្សវិញបង្កជាបញ្ហាផ្សេងក្នុងនាមជាប្រឡឹងតែតោលដូចនេះដើម្បីកុំឲ្យប្រឡឹងនៃសាច់ញាតិខ្លួនត្រូវនៅវល់សាច់ញាតិជាអ្នកនៅរស់ត្រូវតែដាក់កាក់ចូលទៅក្នុងមាត់របស់សាកសព Charon មានតួនាទីជាច្រើនក្នុងពេលតែមួយគេមិនត្រឹមតែនាំប្រឡឹងឆ្លងកាត់ទន្លេនោះទេគេថែមទាំងត្រូវពិនិត្យមើលថាតើក្នុងចំណោមប្រឡឹងទាំងនោះមានវត្តមានមនុស្សរស់ដែរឬទេ Charon មិនអនុញ្ញាតដាច់ខាតក្នុងការឲ្យមនុស្សរស់ឆ្លងកាត់ចូលមកកាន់ Underworld ព្រោះនេះជាច្បាប់ដែលគេត្រូវតែអនុវត្តតាមប៉ុន្តែទន្ទឹមនឹងនេះក៏នៅតែមានករណីពិសេសខ្លះប្រហែលជា4ទៅ5ដងដែរក្នុងទេវកថាតាមដែលយើងបានដឹងដែល Charon បានធ្វើខុសច្បាប់ព្រោះតែករណីចាំបាច់មួយចំនួនដូចជាពេលដែលទេពធីតា Psyche បានឲ្យប្រាក់ទៅ Charon ជាថ្នូរនឹងការជូននាងចូលទៅកាន់ Underworld ក្នុងបំណងស្វែងរកអាទិទេព Horus និងនៅពេលដែលអ្នកក្លាហាន Theseus និង Piratia បានសន្យាថានឹងឲ្យប្រាក់ទៅ Charonបន្ទាប់ពីខ្លួនអាចចូលទៅកាន់ Underworld បានក្នុងបំណងចូលទៅចាប់បង្រួបព្រះនាង Persephone ពី Hades ដោយសារតែប្រាជ្ញានិងការសម្បូរល្បិចកលរបស់ Theseus ទើបមានអ្នកកថាប្រហែលជាចុងក្រោយ Charon មិនបានទទួលប្រាក់កម្រៃថ្លៃទូកឡើយក្រៅពីកាក់អូបែល Charon ពេលខ្លះក៏បានបដូរសេវាកម្មខ្លួនជាមួយនឹងតន្ត្រីផងដែរដូចជាពីសំណាក់ Orpheusយើងក៏មិនត្រូវភ្លេចក្នុងករណីពិសេសមួយរបស់អ្នកក្លាហាន Hercules ខុសពីអ្នកផ្សេងគេមិនបានឲ្យប្រាក់ដឹងតន្ត្រីដោះដូរនឹង Charon ឡើយផ្ទុយទៅវិញគេបែរជាបានប្រើកម្លាំងបង្ខំឲ្យ Charon ក្រោយមកតាមរយៈការរៀបរាប់ពីកវីជាច្រើនអ្នកអំឡុងសម័យកាលរបស់រ៉ូម៉ាំង
បានបង្ហាញថាឆារ៉ុនតែងតែត្រូវបានគេដាក់ទោសពេលដែលគេអនុញ្ញាតឲ្យមនុស្សរស់ឆ្លងកាត់ចូលទៅកាន់ Underworld ជាពិសេសក្នុងករណីរបស់អ្នកក្លាហាន Hercules លទ្ធផលចុងក្រោយក្នុងព្រឹត្តិការណ៍នេះបានធ្វើឲ្យឆារ៉ុនត្រូវទទួលពិន័យដោយការចងខ្លួនគេជាប់និងច្រវាក់ជាច្រើនរយឆ្នាំមិនមានការបញ្ជាក់ដែរថាតើអាទិទេពមួយណាដែលនៅមកជំនួសកន្លែងរបស់ឆារ៉ុនអំឡុងពេលនោះតែបើយើងងាកមកមើលក្នុងទេវកថាមួយចំនួនវិញជំនួសឲ្យឆារ៉ុនជា Ferryman ជាសៃភើឈុំជាអ្នកចែវទូមានអាទិទេពម្នាក់ទៀតដែលនឹងមកកាន់តំណែងនេះគឺអាទិទេព Hermes អាទិទេពនាំសាររបស់អាទិទេព Zeus ជួនកាលអាទិទេពទាំងពីរក៏បង្ហាញខ្លួនព្រមគ្នាផងដែរពេលមានវត្តមានរួមគ្នាពួកគេទាំងពីរបានបែងចែកតួនាទីយ៉ាងច្បាស់លាស់ Hermes នឹងជាអ្នកលួមលោមប្រឡឹងឯ Chiron ជាអ្នកចែវទូកឈ្មោះរបស់ Chiron ក៏ត្រូវបានគេយកទៅដាក់ឲ្យព្រះច័ន្ទមួយក្នុងចំណោមព្រះច័ន្ទទាំង7របស់តារា Planet Pluto ដែលមានទំហំស្មើនឹងពាក់កណ្ដាលរបស់ Pluto និងត្រូវបានគេរកឃើញក្នុងឆ្នាំ1978ដូចនេះបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចចុច like share និងជាពិសេសចុច subscribe និងដើម្បីទទួលបានវីដេអូថ្មីៗទាន់ពេលវេលាសូមកុំភ្លេចចុចសញ្ញាកណ្ដឹងឬយកពាក្យថាអនឬក៏អ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំបញ្ចូលចំណុចណាឬក៏ទេវកថាផ្សេងណាទៀតក៏អាច comment នៅខាងក្រោមនេះបានអរគុណអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ